ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះទុនសុភ័ក្រថ្ងៃនេះខ្ញុំនឹងមកធ្វើបទបង្ហាញអំពី STP Port State Transition នៅក្នុងមេរៀន Spanning Tree Protocol មុននឹងចូលទៅដល់មេរៀនខ្ញុំសូមសួរសំណួរមួយថាតើហេតុអ្វីបានជាយើងត្រូវសិក្សានៅមេរៀននេះជាក់ស្ដែងនៅក្នុង Network Design យើងតែងតែប្រើនៅ redundancy ដែលយើងហៅថាខ្សែបម្រុងទុកនឹងដើម្បីការពារនៅពេលដែលខ្សែណាមួយដាច់បានន័យថាការពារ network យើងកុំឲ្យដាច់ឧទាហរណ៍នៅពេលដែលខ្សែណាមួយដាច់យើងមានខ្សែមួយទៀតមកជំនួសខ្ញុំសូមបើកវងកញ្ចក់បន្តិចនៅត្រង់នេះចំពោះ database យើងពិតជាចង់កាត់បន្ថយនៅ redundancy ដោយឡែកចំពោះ network យើងគឺយើងពិតជាចង់បាននៅ redundancy ក៏ព្រោះថាវាមានអត្ថប្រយោជន៍បែបហ្នឹងឯងការពារកុំឲ្យ network របស់យើងមានបញ្ហាដាច់ប៉ុន្តែ redundancy ក៏វាមានបញ្ហាដែរគឺវាបង្កើតឲ្យមាននៅ layer 2 loop ដែលនាំឲ្យកើតឡើងនៅ broadcast storm ធ្វើឲ្យ switch របស់យើងទាំងដូច្នេះហើយ STP នឹងគឺជាវេរៈបរោះជាសេសសរដែលអាចជួយបានហើយ STP ត្រូវបានគេបង្កើតឡើងដើម្បីគ្រប់គ្រង port នីមួយៗទៅតាមរយៈ state ជាក់លាក់ដើម្បីទប់ស្កាត់នៅ loop ទាំងអស់ហ្នឹងឯងឥឡូវនេះខ្ញុំមាន topology មួយគឺមាន switch ចំនួន3ហើយខ្ញុំនឹងភ្ជាប់តែ network របស់យើងពី switch មួយទៅ switch មួយជាទម្រង់ត្រីកោណយើងអាចសង្កេតឃើញថាជាទម្រង់ loop ជា physical គឺទម្រង់ loop ព្រោះវាដូចវិលជុំអញ្ចឹងណាអូខេនៅពេលដែលខ្ញុំភ្ជាប់ដំបូងឡើយគឺយើងនឹងឃើញពើទឹកក្រូចខ្សែនីមួយៗយើងនឹងឃើញមានពើទឹកក្រូចបានន័យថា STP by default គឺ STP ត្រូវបាន enable នៅលើ device របស់យើងរួចជាស្រេចហើយអញ្ចឹង STP វាចាប់ផ្ដើមធ្វើការភ្លាមៗតែម្ដងដោយវាផ្លាស់ប្ដូរនៅ BPDU ទៅវិញទៅមកដើម្បីអាចឲ្យ switch អាចតាក់ទងគ្នាបានដើម្បីរកមើលថាតើ device ណាជា root bridge ហើយទៅ port ណាដែលគួរតែ forward ហើយ port ណាខ្លះដែលត្រូវ block ដើម្បីកុំឲ្យកើតមាន loop ឥឡូវត្រឡប់មកវិញតាមរយៈ diagram យើងនេះយើងសង្កេតឃើញថា port របស់យើងនឹងឆ្លងកាត់មាន5 state មាន blocking state listening state learning state forwarding state ហើយមាន disable state អូខេដំបូងឡើយគឺវានឹងចូលទៅតាម blocking state បន្ទាប់ពីយើងបាន initialize boot up initialize វាណាវានឹងចូលទៅផ្នែក blocking state អញ្ចឹងសំណួរសួរថាហេតុអីបានជាចាំបាច់ត្រូវ block ហេតុអីមិនពេលដែលភ្ជាប់ខ្សែភ្លាមទៅដំណើរការភ្លាមពើបៃតងភ្លាមទៅចាំបាច់ពើទៅក្រូចសិនធ្វើអីហេតុផលគឺដើម្បីការពារ loop ភ្លាមនៅពេលយើងដុតខ្សែនឹងឯងបើសិនជាអត់ block វាទេវានឹងកើតមាន loop ហើយអាចនឹងធ្វើឲ្យ switch របស់យើងទាំងមកប្រព្រឹត្តគ្នាអូខេអញ្ចឹងប៉ុន្តែនៅក្នុងផ្នែក block ហ្នឹងវាអត់ផ្ញើ data ទេវាអត់ទាន់ផ្ញើ data ទេគឺវាគ្រាន់តែទទួលនៅ BPDU តែប៉ុណ្្នឹងឯងអញ្ចឹងវាត្រូវរងចាំ20វិនាទីដើម្បីប្រកាសថា topology មានស្ថិរភាពឧទាហរណ៍បើសិនជាដាច់ខ្សែដាច់អីចឹងក៏វាត្រូវការ20វិនាទីហ្នឹងគេហៅថា mark age ហ្នឹងដើម្បីប្រកាសថាដាច់មានអត់ដាច់កន្លែងណាដាច់មានឬអត់ចឹងណាបន្ទាប់មកទៀតយើងចូលដល់ផ្នែក listening state អញ្ចឹងផ្នែក listening state ហេតុអីបានជាបន្ទាប់ពី blocking state มันចូលទៅ forwarding state តែម្ដងដើម្បីឆ្លងកាត់ listening state គឺដើម្បីផ្ញើហើយនឹងទទួល BPDU នឹងឯងរកមើលថាតើខ្លួនវាជា root port ឬក៏ designated port ហើយកន្លែងហ្នឹងវានៅតែអត់ទាន់អាចផ្ញើ user data ហ្នឹងហើយនៅតែអត់អាចទៅដល់ user data អាចផ្ញើបាននៅឡើយទេព្រោះវាកំពុងស្ថិតនៅក្នុងវគ្គគេហៅថា calculation អូខេវាកំពុងតែគណនាកំពុងតែថ្លឹងថ្លែងហើយវាជា root port ឬក៏ designated port អូខេអញ្ចឹងវាមាន forward delay របស់វា15វិនាទីបន្ទាប់ពី listening state វានឹងចូលទៅដល់ learning state ម្ដងអញ្ចឹងហេតុអីបានមាន learning state អញ្ចឹង learn ហ្នឹងយើងអាចប្រែជាខ្មែរបានថាជាការសិក្សាអីហ្នឹងឯងគឺផ្នែកហ្នឹងគឺដើម្បីវាអាចកសាងនៅ MAC address table បើសិនជាអត់មានវគ្គអត់មាន state learning state ហ្នឹងទេ switch របស់យើងអត់ដឹងថាត្រូវផ្ញើ data ទៅណាឯងអញ្ចឹងវានាំឲ្យកើតមាននៅអីគេ flooding ដោយអត្ថប្រយោជន៍ចឹងទៅមានថាវា push data ទៅពេញហ្នឹងអត់ដឹងថាទៅណាទៅណីអូខេជាឧទាហរណ៍ថាបើសិនជាបន្ទាប់ពី listening វាទៅ forwarding តែម្ដងវាផ្ញើ data តែម្ដង listening វាចាប់ផ្ដើមដឹងបន្ទាប់មកវាដឹងហើយថាខ្លួនវាជាដឹង role របស់ខ្លួនវាហើយថាវាជាអីគេជា root ជាអីចឹងណាវាដឹង role របស់ខ្លួនវាហើយប៉ុន្តែបើសិនជាវាអត់បានរៀនបន្ថែមទេវាអត់បាន learn ពី MAC address បន្ថែមទេហើយអត់បានកាត់នៅ MAC address ចូលទៅក្នុង MAC address table ទេនៅពេលដែលដំណើរការភ្លាមគឺវាអត់ដឹងថាវានឹងត្រូវទៅណាទេវាអត់ដឹងសោះអញ្ចឹងវា proof flooding
បាយខ្សាយពេញហ្នឹងឯងអញ្ចឹងវាខាតពេលអត់ប្រយោជន៍អូខេដូច្នេះហើយវាត្រូវការកត់ MAC address ចូលទៅក្នុង MAC address table របស់វាដើម្បីវាដឹងថានៅ port ណា device ណានៅ port ណាអីចឹងទៅបន្ទាប់ពី learning state វានឹងចូលទៅកាន់ forwarding state អូកន្លែង learning state ខ្ញុំបានបញ្ជាក់ឲ្យនៅforward delay របស់វាគឺមានរយៈពេល15វិនាទីដោយ listening state ដែរអញ្ចឹងចូលដល់ forwarding state ឥឡូវនេះនៅក្នុងផ្នែក forwarding state គឺ port បដូរទៅជា2បៃតងហើយផ្នែកហ្នឹងមានន័យថាវាអាចបញ្ជូន user data frame បានដោយពេញលេញដោយសុវត្ថិភាពហើយនៅក្នុងផ្នែក forwarding state ហ្នឹងណាដល់ពេលផ្នែក disable state បានន័យថាជា state មួយគឺនៅពេលដែល admin គាត់វាយកូដ shut down បាទយើងតែងតែconfig area ហើយយើងតែងតែប្រើពាក្យ shut down command shut down ហ្នឹងណាឬក៏ដាច់ខ្សែអញ្ចឹងវានេះវាអត់ចូលរួមជាមួយនឹង STP ទេ STP អត់ទៅត្រួតពិនិត្យអីលើវាទេវាហ្នឹងអញ្ចឹងជាទូទៅជាមួយ STP បើនិយាយរួម STP វាឆ្លងកាត់4 state ហ្នឹងឯងប៉ុន្តែដល់ពេល state disable ហ្នឹង STP អត់មានទំនាក់ទំនងអីជាមួយទេវាអត់ចូលរួមជាមួយទេបាទហ្នឹងវា shut down មកហ្នឹងវាដូចយើង power off ហ្នឹងអូខេតែដល់ពេលយើង power on ឡើងវិញគឺសញ្ញាព្រួយទៅលើសញ្ញាព្រួយទៅលើ power on ឡើងវិញវាអាចវាចូលទៅកាន់ blocking state អូខេប៉ុន្តែសញ្ញាចុចនេះមានន័យថា blocking state ហើយវាអាចមួយ disable state វិញអូខេគ្រប់ state ទាំងអស់វាអាចនឹងដាច់អាចនឹងមានបញ្ហាវាចូលមកកាន់ផ្នែក disable state ហ្នឹងឯងអញ្ចឹងផ្នែកនេះតែប៉ុណ្្នឹងឯងហើយបើសិនជា disable state វាចាប់ផ្ដើមឡើងវិញវាត្រូវការ20វិនាទីឯងនៅក្នុងផ្នែក blocking state គឺ MAC 8របស់វាហើយបើសិនជាដាច់ខ្សែដាច់អីគឺវាត្រូវការ20វិនាទីដូចអីដែលខ្ញុំបានលើកឡើងហ្នឹងឯងបាទឥឡូវនេះយើងនឹងចូលទៅមើលនៅក្នុង CLI របស់ Swift អញ្ចឹងខ្ញុំសូមវាម្ដងទៀតបន្ទាប់ពី enable ខ្ញុំវាពាក្យ so spanning tree អូខេអញ្ចឹងយើងឃើញហើយអំពី root ID គឺ priority ហ្នឹងយើងនឹងឃើញអំពី address ហើយយើងនឹងឃើញ clear មួយគេថា this spirit is the root បានន័យថា switch 1ហ្នឹងគឺជា root 3ដែរអូខេហើយយើងនឹងឃើញខាងក្រោមទៀត hello time បាទ2 second កន្លែង hello time 2 second ហ្នឹងបានន័យថារៀងរាល់2វិនាទីម្ដងវានឹងផ្ញើ message hello time ទៅវិញទៅមករវាងគ្នានឹងគ្នាដើម្បីអីប្រៀបដូចជាដើម្បីជាការសួរសុខទុក្ខគ្នាអញ្ចឹងណាដំណើរការអត់អីចឹងទៅហ្នឹងហើយហើយយើងនឹងឃើញពី mark age របស់វា20 second forward delay មាន15វិនាទីណាដូច្នេះដូចអ្វីដែលខ្ញុំនិយាយពីខាងដើម mark age វាចាយពេល20វិនាទីlistening 15វិនាទី learning 15វិនាទីអញ្ចឹងវា50វិនាទីហើយទម្រាំនឹងដល់ forwarding ហ្នឹងដូច្នេះវាចាយពេលយូរមែនទែនបើសិនជាធនាគារឬក៏មន្ទីរពេទ្យធំអីដាច់ network ក្នុងរយៈពេលដល់ទៅ71នាទី50វិនាទីអញ្ចឹងត្រឹមតែ50វិនាទីហ្នឹងគឺមានបញ្ហាខ្លាំងមែនទែនពីព្រោះពាក្យប៉ិននឹងលុយពាក្យប៉ិនជាមួយអ្នកជំងឺអញ្ចឹងជារឿងដែលសំខាន់មែនទែនដូច្នេះហើយទៅក្រោយមកទៀតគេបានបង្កើតនៅ STP បន្តទៀតអញ្ចឹងទៅហើយប៉ុន្តែខ្ញុំបញ្យល់ត្រឹម STP ប៉ុណ្ណឹងឯងបាត់ជាសរុបរួមមកវិញគឺការដែលគេប្រើ STP ហ្នឹងគឺដើម្បីជាការការពារកុំឲ្យមាននៅ loop ប្រៀបដូចជាពាក្យស្លោកខ្មែរសុភាសិតខ្មែរនិយាយថាការពារប្រសើរជាងព្យាបាលឬក៏ជាអង់គ្លេសគេនិយាយថា safety first គឺការពារជាមុនកុំឲ្យមាន loop កុំឲ្យមានបញ្ហាទើបអញ្ចឹងហើយទើបport យើងត្រូវឆ្លងកាត់ទាំងប្រមាណ state នឹងឯងបាត់ការបកស្រាយរបស់ខ្ញុំបានឈានមកដល់ទីបញ្ចប់ហើយបើសិនជាលោកគ្រូឬក៏មិត្តភ័ក្តិមានការឆ្ងល់ត្រង់ចំណុចណាមួយឬក៏ចង់បញ្ចេញមតិយោបល់ត្រង់ចំណុចណាមួយដើម្បីកែតម្រូវសូមអាច comment នៅខាងក្រោមបានហើយខ្ញុំក៏សូមអរគុណអ្នកនរគ្នាដែលបានតាមដានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជម្រាបលា